Chị ta bon chụp sơ lược rút chúng ta chúng ta trong năm tí cả bằng card collection trong nămร้อย index aggregation hay năng replica chân nằm bay phơi với bán cứ dương từ cho tôi không xịn thì và tại đại gia tại nhóm miền coding mỗi đại gì đại bậc card sầm rạp cho tôi không xịn đi hay về bậc card này replica ok chân trong nước nhóm ban cho tập hạt bảo viết và cả nhóm ở ban bây giờ ở thế chẳng dừng cho tại căn hạt bảo viết để thầm tính ní và thọ máu dương bậc card đôi về là dương ban pra viết chẳng pra không cả thọ viết chẳng dương ban pra đập bấm bay đập bấm buồn chẳng nó cả đại ràn vì hay nhóm có bạn nhóm có ban thơ imitate viết nằm bay ở replica dương ban sẽ ra màu chẳng giờ bên đập bấm này việc hosting viết đập bay đập bấm buồnจะตามพอร์ตเวียนในมือหมดจังบัดสันจีយើងអត់បានរានវាទេចឹងដល់ពេលដែលយើងចូល CMD ហើយយើងបង្កើត port វាមកឥឡូវទៅខ្ញុំ port 17ហ្នឹងចឹងវាអត់ដើរទេ Mongo connected error ទោះបីជាខ្ញុំចូលទៅក្នុង MongoDB ដោយសារខ្ញុំ connect វាហើយចឹងក៏វាអត់ដើរដូចគ្នាដែរគឺវាអត់ដើរទេអត់អាចដើរបានទេដោយសារយើងប្រើប្រាស់ port ក្នុងការដែលធ្វើវាអញ្ចឹងខ្ញុំត្រូវ run port ហ្នឹងដើម្បីឲ្យវាដើរក្នុងការដែលអាចប្រើប្រាស់វាបានអញ្ចឹងនេះគឺជា port ដែលខ្ញុំបានបង្កើតអញ្ចឹងវាមានទាំង3បើពេលដែលខ្ញុំចុច start ទៅវាដើរទាំង3តែម្ដងគឺដើរទាំង17 18 19អញ្ចឹងដល់ពេលចុចទៅវា run ទាំងអស់អញ្ចឹងខ្ញុំអាចបើក Mongo របស់ខ្ញុំចុច connect ចឹង Mongo របស់ខ្ញុំដើរអញ្ចឹងខ្ញុំអាចប្រើប្រាស់ Mongo ខ្ញុំបានខ្ញុំអាចចូលទៅ CMD ឬក៏បង្កើត collection ថ្មីនៅទីនេះចុច add database ខ្ញុំឈ្មោះ university wait yes university and collection is name ខ្ញុំចាំ add ក្រោយដោយសារខ្ញុំមាន internet ស្រាប់អញ្ចឹងខ្ញុំអាចដាក់ឈ្មោះផ្សេង parent and ts អូខេតបមកខ្ញុំចូល Mongo shell ហើយខ្ញុំចុច use no again អូខេ use តាបែបមួយហ្នឹង then ខ្ញុំចុចចូលទៅក្នុង tag របស់ខ្ញុំវាតែមិនអញ្ចឹងខ្ញុំយក tag របស់ខ្ញុំពី node របស់ខ្ញុំដែលបានបង្កើតមកតបមកខ្ញុំ pass វាហើយ enter អូខេអញ្ចឹងនៅក្នុងហ្នឹងគឺបានប្រើប្រាស់ primary មួយហ្នឹងគឺយើងខ្ញុំប្រើនៅក្នុងនេះគឺ2017ខ្ញុំប្រើ17អញ្ចឹងនៅក្នុងនេះមាន collection ខ្ញុំ refresh វាមួយអូខេវាមាន collection ច្រើនហើយអញ្ចឹងសួរថាតើយើងអាចទៅប្រើប្រាស់នៅអូខេអញ្ចឹងដោយសារយើងកំពុងតែឈរទៅលើ17មានន័យថាតន័យរបស់យើងគឺក្នុង port 17អញ្ចឹងយើងអាចចូលទៅមើលក្នុង port ផ្សេងតែយើងអាចប្រើប្រាស់វាបាន data university ហ្នឹងនៅក្នុង port ផ្សេងដែលបានអត់ខ្ញុំចុចបូកតបមកនៅក្នុងនេះយើងមាន17 18អញ្ចឹងខ្ញុំសាកដោយសាររបស់យើងប្រើ18អញ្ចឹងខ្ញុំប្រើ18តបមកចុច connect បើចុច connect cell ក៏បាន connect អញ្ចឹងចុច connect អញ្ចឹងយើងបាន port មួយទៀតគឺ port 18ហើយនៅក្នុងនោះគឺមាន university port ដែរអញ្ចឹងបើសិនជាយើងអត់ប្រើប្រាស់មួយណាយើងអាចប្រើប្រាស់មួយណាឥឡូវយើងអាចទៅយកមួយទៀតមិនដោយសារយើងបង្កើត19បានមួយទៀតអញ្ចឹងចុចយក19មួយទៀត connect អូខេអញ្ចឹងយើងបាន load ដល់19មួយទៀតគឺមាន university ដូចគ្នាដែរអញ្ចឹងនៅពេលដែលយើងបង្កើតទាំងអស់ហ្នឹងគឺយើងអាចប្រើប្រាស់នៅក្នុង port មួយណាក៏បានសាច់ចិត្តរបស់យើងហើយបើសិនឧទាហរណ៍មិញ17ជា primary បើសិនជា primary វាបាត់ឧទាហរណ៍ខ្ញុំ remove disconnect អញ្ចឹងនៅក្នុងហ្នឹងគឺវានៅសល់18ហើយនឹង19ដែលយើងអាចគ្រប់គ្រង university នឹងបន្តទៀតបាន
សម្រាប់ខ្ញុំអស់ហើយសូមជម្រាបលាលោកគ្រូ